គេសាមកនិយាយស្អីរឿងម្ចាស់ស្នេហ៍ប្រែបដូរភេទទី12ជាមួយខ្ញុំដល់គ្នាមើលណានេះគេថាតើភេទទី12ហ្នឹងណាគេជាអ្នកបញ្ជួយសមាលីកំឡុងពេលដែលសមាលីគាត់កំពុងត្រូវការជំនួយបែបហ្នឹងអញ្ចឹងណាអញនិយាយថាតើណាគេម្នាក់ដែលជួយសង្គ្រោះសមាលីតនពួកឯងលើហ្នឹងអញនិយាយថាសមាលីគាត់ត្រូវការជំនួយហើយអ្នកនេះគេថាតើសមាលីគាត់អញល្ងងទៅផឹកកាហ្វេដែលគេចាក់ឲ្យនៅអត់ពួកឯងមនុស្សមិនដែលល្អជាមួយគ្នាទៅអត់សុខសុខស្រាប់គេធ្វើអញ្ចឹងដែរបើសិនអ្នកគ្នាវិញតើអ្នកខ្ញុំប្រូម៉ូតតែបើសម្រាប់ខ្ញុំគេថាសមាលីគាត់ក៏មិនអាចជាមនុស្សដែលល្ងងបែបហ្នឹងដែរប៉ុន្តែបារម្ភមួយទៀតគេថាគាត់អាចនឹងក្រែងចិត្តគេដែរបើសិនជាគេមកធ្វើល្អដាក់គាត់ក៏មានអារម្មណ៍ថាតួបំណងល្អរបស់គេដែរអញ្ចឹងណាមួយទៀតអ្នកគ្នាខ្ញុំកំពុងតែឆ្ងល់ដូចគ្នាដែរថាតើរឿងហ្នឹងពេលណាទើបបានជាឲ្យសមាលីជប់ជាមួយចេមដើម្បីឲ្យទូប្រុសរបស់យើងហ្នឹងគាត់យកអារម្មណ៍ដែលបាត់បង់ទូស្រីអញ្ចឹងណាអញនិយាយថាឈុតផ្សេងខ្ញុំចង់មើលមែនតើនៅពេលដែលទូស្រីរបស់យើងជួបជាមួយចេមនៅសារតែចង់ឃើញឈុតឆាកដែលទូប្រុសគាត់ប្រចាំនេះអញ្ចឹងទៅដឹងថាខ្លួនគាត់ស្រឡាញ់តែគេពិតប្រាកដបើមិនជាគាត់អត់បែកជាមួយសមាលីទេគាត់នៅផ្ទៃជាមួយគ្នាអញ្ចឹងមិនដឹងថាគាត់ស្រឡាញ់តែគេពិតប្រាកដទៅហើយមួយទៀតអ្នកគ្នាខ្ញុំស្រឡាញ់រឿងហ្នឹងមែនតើថងអ្នកនិពន្ធណាគាត់ឲ្យសមាលីបត់បានកម្មខ្លាចទេសៈបានលឿនហើយលះហាមែនតើមនុស្សយើងត្រូវតែអញ្ចឹងមិនអាចឲ្យគេជន់មកគ្រប់ពេលទេត្រូវតែហ៊ានតវ៉ាហើយត្រូវតែរើបំរាស់នៅពេលដែលខ្លួនឯងរកអយុត្តិធម៌ដូចជាសមាលីនៅនឹងអញ្ចឹងណាហើយចាំបើសិនជាគាត់អត់និយាយគាត់អត់តវ៉ាជាមួយទូប្រុសយើងទេនៅពេលដែលគេរំលោភពានគាត់បែរជាត្រូវស្ងាត់អញ្ចឹងគឺអយុត្តិធម៌ខ្លាំងមែនតើនិយាយទៅសើមែនតើអ្នកនិពន្ធគាត់នឹកកន្លែងចំណុចហ្នឹងឡើងមកដែលបង្ហាញឲ្យមនុស្សស្រីដឹងថានៅពេលដែលយើងមានបញ្ហាអីមួយយើងអាចធ្វើជាមនុស្សដែលអីគេស្ងាត់គ្រប់ពេល slot boat ច្បាស់ថានៅពេលដែលយើង slot ទៅគឺត្រូវបានគេជន់ហ្នឹងអញ្ចឹងនៅពេលដែលយើងរកអយុត្តិធម៌មួយត្រូវតែហ៊ាននិយាយហ៊ានហាស្ដីព្រោះឯនៅពេលដែលយើងស្ងាត់គេគិតថាយើងអត់អីតែក៏ពិតក្នុងខ្លួនយើងអីដូចជាសមាលីចឹងបើមិនជាគាត់អត់តវ៉ាទេគាត់ច្បាស់ថាទូប្រុសរបស់យើងគាត់ជាឲ្យគាត់ទៅនៅជាមួយចេមតែពេលហ្នឹងគាត់ត្រូវបានគេរំលោភពានហើយតែគាត់រកយុត្តិធម៌សម្រាប់ខ្លួនឯងបានអត់គឺអត់បានទេអ្នកនរគ្នាអញ្ចឹងមិនថាតម្លៃពេលខ្លះគឺស្ថិតលើយើងជាអ្នកឲ្យហើយជាអ្នករកឲ្យខ្លួនឯងដូចគ្នាអញ្ចឹងសម្រាប់មនុស្សស្រីគួរតែយកសម្រាប់តាមសមាលីនៅពេលដែលមានរឿងអីមួយអត់អាច slow ហើយគាត់អាចតាមតែគេជន់ហើយធ្វើតាមគេរហូតនោះដែរត្រូវតែរកយុត្តិធម៌ដើម្បីខ្លួនឯងអញ្ចឹងអ្នកចាំតាមមើលថាតើសមាលីរបស់យើងនឹងទៅជាយ៉ាងណាណាគេជួយគាត់ហើយតើគាត់អាចដោះស្រាយបញ្ហានៅលើខ្លួនឯងឬក៏ត្រូវការជំនួយពីគេអញ្ចឹងចាំតាមនៅក្នុង channel របស់គាត់គឺ Detro Cambodia ហើយនិង Facebook គាត់គឺ Detro Cambodia នេះណាបាយបាយណា